រូបភាពដ៏ស្រស់ស្អាតនៅពីក្រោយវាំងនននៃការដោះលែងនិងមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញរបស់វីរៈកងទ័ពខ្មែរយើងទាំង18រូបក្រោយពីកងទ័ពថៃបានប្រើប្រាស់ល្បិចថោកទាបចាប់ទៅដោយខុសច្បាប់ក្នុងសង្គ្រាមរយៈពេល5ថ្ងៃនាខែកក្កដាកន្លងមកសូមបងប្អូនជួយចុច Subscribe Channel នាងខ្ញុំម្នាក់មួយផងនាងខ្ញុំសូមអរគុណបងប្អូនទុកជាមុនសម្រាប់ព័ត៌មានជាបឋមប្រជាជនខ្មែរជាង17លាននាក់សូមគោរពអរគុណដល់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមស៊ីជីនពីងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិននិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក៏ដូចជាប្រមុខថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ទាំងអស់ពិសេសថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាអ្នកអង្គការអាស៊ាន AOT និងអង្គការអន្តរជាតិនានា155ថ្ងៃគត់ដែលប្រជាជនខ្មែរបានទន្ទឹងរង់ចាំមើលផ្លូវទាំងអស់សង្ឃឹមនិងអន្តរសាថ្ងៃពុធទី31ខែធ្នូឆ្នាំ2025គឺជាថ្ងៃសេរីសួស្តីជ័យមង្គលសម្រាប់កម្ពុជាវីរៈកងទ័ព18រូបត្រឡប់មកកម្ពុជាវិញហើយសូមដឹងគុណវីរៈកងទ័ពរបស់ខ្មែរយើងទាំង18រូបសូមបងប្អូនកុំភ្លេចជួយ Subscribe Channel នាងខ្ញុំម្នាក់មួយផងសូមអរគុណបងប្អូនយកតាមសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជននៅច្រកទ្វារអន្តរជាតិព្រំដែនព្រំខេត្តប៉ៃលិនវេលាម៉ោង 10 នាទីព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025នេះយោធិនកម្ពុជាទាំង18រូបបានស្ថិតនៅក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល155ថ្ងៃមកហើយត្រូវបានដោះលែងនិងបញ្ជូនត្រឡប់មកមាតុភូមិប្រទេសវិញដោយសុខសុវត្ថិភាពសូមគូបញ្ជាក់ផងដែរថាការដោះលែងយោធិនកម្ពុជាទាំង18រូបត្រឡប់មកកម្ពុជាវិញគឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងប្រជាណាចក្រកម្ពុជានិងប្រជាណាចក្រថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងចំណុចទី11ដែលបានកំណត់ថាបន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៃបទឈប់បាញ់ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង12ថ្ងៃត្រង់ម៉ោងក្នុងស្រុកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង18រូបរបស់យើងក៏មានការចូលរួមនៃអង្គការពីសំណាក់ក្រុមអ្នកអង្គការអាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC នេះខ្ញុំសូមជម្រាបថាការដោះលែងយោធិនរបស់យើងទាំង18នាក់នេះក៏ស្របជាមួយស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រថៃក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីដោយដៃរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធានានិងសន្យាយ៉ាងមុតមាំជាមួយនឹងក្រុមគ្រួសាររបស់យោធិនទាំង18នាក់ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថាយើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយនិងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់នុស្ធរអន្តរជាតិរហូតសម្រាប់បានការដោះលែងនាថ្ងៃនេះដើម្បីឲ្យយោធិនរបស់យើងអាចជួបជុំគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករលឹកជាពន់ពេករដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាក៏ដូចជាប្រជាជននៅទូទាំងប្រទេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង18នាក់នាថ្ងៃនេះកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់និងជំនឿទុកចិត្តព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិនិងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានសូមជម្រាបបងប្អូនថាសម្រាប់ព័ត៌មាននាងខ្ញុំក៏ត្រូវបានបញ្ចប់តែត្រឹមនេះសិនសម្រាប់បងប្អូនដែលតាម Subscribe នៅ Channel YouTube នាងខ្ញុំកុំភ្លេចណាសូមជួយចុច Subscribe Channel នាងខ្ញុំម្នាក់មួយសូមអរគុណបងប្អូនទុកជាមុនសន្យាជួបគ្នានៅឱកាសក្រោយទៀតសូមអរគុណសូមជម្រាបលាសន្យាជួបគ្នានៅវីដេអូក្រោយៗទៀត